បាទសួស្តីថ្ងៃនេះយើងមកលេងជាមួយ website tinyvow.com ដែលជា website បាទហៅថាស្ដេច website AI free ណាចឹងដើម្បីចូលទៅកាន់ website មួយនេះបាទយើងចូលទៅកាន់ browser កន្លែង Google Chrome ហើយយើងចូលកន្លែង search មកគឺនៅផ្នែកខាងលើបាទនៅផ្នែកខាងលើហើយយើងសរសេរថា tinyvow.com ដូច្នេះវានឹងលោតពេញមកពេលយើងវាយទៅ tiny wow មកគឺវាលោតពេញមកតែម្ដងហើយយើងអាចចុច select យកតែម្ដងក៏បានបាទដោយសារខ្ញុំធ្លាប់បីម្ដងទៅវាមាននោះបង្ហាញស្រាប់ចុចចូលមកនេះ tinywow.com យើងចុចបាច់មកបាទមួយណាក៏បានដែរអញ្ចឹងវានឹងទៅបង្ហាញនេះទាំងមួយគឺ tinywow.com បាទដែលមាន tool ជាច្រើនដូចជា PDF បាទ tool image tool write បាទ tool video និង file បាទអញ្ចឹងខ្ញុំអត់ទៅបង្ហាញទេឥឡូវខ្ញុំបង្ហាញពីការចូល sign in សិន sign in ក្នុងការ sign in យើងត្រូវការ sign in ជាមួយនឹងនេះកន្លែងនេះយើង sign in ជាមួយ Google តែម្ដងដែលមាន Gmail ដែលខ្ញុំមាន Gmail ស្រាប់ខ្ញុំយក Gmail មកខ្ញុំមកចុចទៅលើ Gmail ដែលមានឈ្មោះស្រាប់មកហើយចុច continue បាទដូច្នេះនៅពេលដែលវារ៉ាន់ចប់មកយើងអាចដំណើរការបានបាទដូចជាមាន PDF tool បាទយើងមានបាទបំលែងពី PDF ទៅជា Word បាទមាន video remove background បាទមានវាមាន tool ដល់ទៅ200 free ឲ្យយើងដោយយើងមិនចាំបាច់ទិញកម្មវិធីផ្សេងទេ AI នេះគឺវា free ច្រើនដែលដូច្នេះនៅក្នុងវីដេអូនេះខ្ញុំមិនទាន់បានបង្ហាញពី tool នីមួយៗឲ្យបានលម្អិតទេគ្រាន់តែបង្ហាញអំពីរបៀបចូលទៅហើយនឹង sign in ចូលដើម្បីប្រើប្រាស់ហើយក្នុងនោះដែរ tool ទាំងនេះខ្ញុំនឹងមានវីដេអូផុសបន្តនៅក្នុង page IT ជំនាញជារៀងរាល់ថ្ងៃដើម្បីទស្សនាឲ្យបានគ្រប់សកម្មភាពនិងមានវីដេអូតទៅទៀតនៅក្នុង page ដូចជា complete follow page IT ជំនាញហើយនឹងមាន YouTube YouTube IT ជំនាញដូចគ្នាដែល complete ចូលទៅ subscribe ដើម្បីទស្សនាវីដេអូនិងរៀនជារៀងរាល់ថ្ងៃមកសូមអរគុណ